ការឆ្លងនៅមេរោគប្រមេះទឹកបាយប្រមេះទឹកថ្លាមានចេញរោគសញ្ញាតែដៃគូម្ខាងទេតើដៃគូម្ខាងទៀតអាចនឹងមានភាគរយនៅក្នុងការឆ្លងដែរអត់មែនទែនទៅលើប្រភេទជំងឺកាមរោគមិនថាប្រមេះទឹកបាយប្រមេះទឹកថ្លាទេបើសិនជាដៃគូម្ខាងចាប់ផ្ដើមមានចេញជារោគសញ្ញាហើយដៃគូម្ខាងទៀតក៏មានការឆ្លងមេរោគនឹងដែរគ្រាន់តែថាมันទាន់ចេញជារោគសញ្ញាដែលធ្វើទុកមកខាងក្រៅអញ្ចឹងសំណួរសួរថាបើសិនជាបងប្អូនទទួលការព្យាបាលតែម្ខាងទេហើយតើគេនៅជាមួយនឹងដៃគូដែលគាត់អត់មានចេញរោគសញ្ញាតើបងប្អូនអាចឆ្លងមេរោគនឹងសារថ្មីអត់គឺនៅតែមានការឆ្លងអញ្ចឹងតកតងជាមួយនឹងប្រភេទជំងឺកាមរោគវាជាពពួកមេរោគនៅក្នុងឈាមហើយទៅលើប្រភេទជំងឺប្រមេះទឹកបាយនេះបើបងប្អូនចាប់ផ្ដើមមានការចេញជារោគសញ្ញាហើយបើមានដៃគូត្រូវទទួលការព្យាបាលទាំងពីរនាក់ទើបទទួលបានប្រសិទ្ធភាពហើយជំងឺនេះគឺមានហានិភ័យខ្លាំងដែលមានផលប៉ះពាល់ខ្លាំងបើសិនជាស្ត្រីមានការឆ្លងទុកយូរមិនបានទទួលការព្យាបាលទេបកឲ្យគាត់មានការរលាកទ្វាមារលាកស្បូនធ្វើឲ្យគាត់អាចនឹងមានបញ្ហារលាកទៅនឹងអាងតាគៀកដែលប៉ះពាល់ដល់ភ្នារដូវគាត់អាចទៅជារដូវមិនទៀងមានការធ្លាក់ឈាមខុសធម្មតាបាត់រដូវរាំងរដូវអាចនឹងធ្វើឲ្យគាត់ពិបាកនៅក្នុងការមានកូនមានការហើមទៅនឹងប្រភេទក្តៅកាហាយឈឺកំឡុងពេលដែលគេនៅជាមួយនឹងដៃគូឬក៏អាចនឹងធ្វើឲ្យគាត់មានបញ្ហាស្អិតដៃស្បូនបានបុរសនៅពេលដែលមានការឆ្លងមេរោគនេះអាចធ្វើឲ្យគាត់ឈឺផ្សាកាហាយពេលនោមឈឺតាមពហុនោមឈឺតាមពងស្វាឈឺតាមផ្លោកនោមដែលធ្វើឲ្យគាត់ពិបាកនៅក្នុងការនោមក្តៅនោមអួរនោមញឹកឬក៏មានការហូររំអិលទៅតាមប្រភេទបើបងប្អូនមានទៅលើបញ្ហានេះបងប្អូនគួរតែរួសរាន់នៅក្នុងការព្យាបាល